បាទតោះសូមមើលបងប្អូនគ្នាណាបាទឧទាហរណ៍តឡូវយើងបង្កើតกระดาษថ្មីឧទាហរណ៍យើងបង្កើតกระดาษថ្មីគោលដៅរបស់យើងនេះយើងចង់បានបែបនេះតើដល់អញ្ចឹងយើងអាចរៀងមកវិញគឺរៀងបែបនេះណាយើងគូចេញរៀងគេចេញ 2D សិនចុះអញ្ចឹងដល់ពេលយើងគូ 2D ចេញរៀងបែបណានេះវាប្រកាសចេញរៀងបែបនេះសិនណាបាទនេះប្រកាសចេញរៀងកំណងអញ្ចឹងណាឬក៏កំណងទៅចេះណាតោះនៅបាទគាត់ចេញបែបនេះហើយអញ្ចឹងខ្ញុំចាប់ផ្ដើមគូវាមកដល់យើងបង្កើតกระดาษការងាររបស់យើងបាទយើងបង្កើតกระดาษការងាររបស់យើងខ្ញុំយកជា file យក new ហើយយក path យក OK ហើយបន្ទាប់មកយើងកុំភ្លេចមើលຂະຫນាតរបស់យើងនេះຂະຫນាតរបស់យើងណាកុំភ្លេចមើលຂະຫນាតរបស់យើងគាត់ណាຂະຫນាតរបស់យើងបន្ទាប់មកខ្ញុំថាខ្ញុំគូមើលពីមុខចុះអូខេហើយខ្ញុំគូបានរៀងយកបន្ទាត់ហើយខ្ញុំចុចលើវាមួយមកអ្វីយើងចង់បានយើងគោះតាមនឹងទៅអូខេហើយរុញវាទៅលើតិចមកហើយទាញទៅក្រោយមកតើអត់ហើយទាញឲ្យមានកំណងអត់យើងថាយើងចង់បានប៉ុណ្ណេះកងបែបនេះហើយទាញមកអូខេហើយមកស្ដាំផ្ដាច់វានៅតន់ហើយអញ្ចឹងយើងចង់បាន polygon អញ្ចឹងយើងចង់ឲ្យរត់តាមផាតរបស់យើងអញ្ចឹងត្រូវអត់រត់តាមផាតរបស់យើងតាមវាផ្ទុយគ្នាអញ្ចឹងវាកែងគ្នាវាមិនវាកែងគ្នាផ្ទុយកែងគ្នាអញ្ចឹងជាឡូវយើងមើលបើយើងគូប្លង់ត្រូវអត់អត់ទេអញ្ចឹងប្លង់នេះត្រូវអត់ត្រូវមិនមើលវាស្របគ្នានឹងមិនត្រូវមើលតែប្លង់នៅគេស្របគ្នាអញ្ចឹងបើយើងយកប្លង់នេះឃើញកែងគ្នាអត់ឃើញប្លង់កែងទៅឃើញអត់បាទចុះបើយើងថាគ្រូខ្ញុំចង់បានប្លង់នេះមើលតែឃើញស្របគ្នាអត់បាទឃើញស្របគ្នាអត់អញ្ចឹងគោលដៅរបស់យើងអត់ឲ្យស្របឲ្យកែងនេះឃើញអត់អញ្ចឹងមកស្ដាំលើវាចឹងមកនេះមកស្ដាំលើវាឲ្យយក 2D មកហើយវាយក sketch មកហើយយក polygon មកឃើញណាបាទហើយគូសតាមអ្វីយើងចង់បានមកហើយចង់បានរៀងបែបនេះគូសបែបនេះមកហើយយើងចាប់ដើមពោះប្រវែងមកដល់តន់នោះចុចហ្នឹងអូខេយើងចង់បានលេខប្រមាណយើងមើលតាមហ្នឹងទៅយើងចាប់ប្រវែងឯងទៅថាឥឡូវយើងយក2ឧទាហរណ៍ណាបាទយើងយក3យើងឆែកតាមហ្នឹងទៅបន្ទាប់មកយើងធីកវាមកហើយយើងបានរៀងហើយយើងចាប់ដើម7មកឃើញវាចូលរៀងយើងបែបនេះអត់ឃើញអត់បាទបែបណាក៏បានដែរឃើញតោះនៅបាទអញ្ចឹងដល់ពេលបានបែបនេះហើយយើងចូលមួយទៀតដើម្បីដាក់រៀងមកវាយើងអាចចូលគេនេះ feature មើលបន្ទាត់ feature នេះដល់តនៅគាត់ឲ្យយកពាក្យនេះ swap boost base ចុចលើវាអញ្ចឹងមកបាទហើយយើងមើលសិនមើលអារៀងរបស់យើងដល់ពេលអញ្ចឹងបានបែបនេះអញ្ចឹងមើលអានេះរង្វង់របស់យើងអានេះយើងចង់ឲ្យវាតាមដល់ពេលនេះទាត់ឬក៏ផ្លូវច្បាស់អត់អញ្ចឹងយើងមើលគំរូអញ្ចឹងអានេះបើយើងយករង្វង់វាគាត់ជារង្វង់អញ្ចឹងយើងអត់ចង់បានរង្វង់យើងចង់តាមផាតយើងប្រើពាក្យ sketch profile គឺរូបរាងរបស់យើងអញ្ចឹងចុចលើមួយហើយយើងមើលអារង្វង់ដែលយើងចង់បាននេះឃើញអញ្ចឹងអ្វីយើងចង់បានអានេះអានេះត្រូវអត់អូខេចុចលើវាអញ្ចឹងមកឃើញបាត់អត់ដល់ពេលសារវិមានអញ្ចឹងចុចលើវាភាសាទៅមកឲ្យជាប់ឃើញបានទៅអញ្ចឹងឃើញអានេះខ្សែអត់ទាត់អត់ដូចវារត់តាមផ្លូវវាណាចុចលើវាទៀតមកចុចលើវាមកឃើញអត់ដល់បានទៅអូខេមិនទាន់ទេណាបាទតែប៉ុណ្្នឹងចុះបើសិនគ្រូខ្ញុំចង់យករង្វង់ដល់ពេលបងចុចលើរង្វង់ចុចរង្វង់នេះមកមូលយើងទៅដូចអីគេដូចយកទឹកយើងយកអាណត់យកទឹកយើងសប៉ែតទៅមូលឬក៏បាទដូចស៊ីឡាំងមូលអូខេអញ្ចឹងយើងអត់ចង់បាននេះទេយើងយករបស់យើងចុចលើវាមើលលើវាដដែលបាទអូខេបានហើយចុចហ្នឹងបាទអូខេសូមបញ្ចប់ដោយជោគជ័យបាទគួរឲ្យ